bomទឹកដោះអត់ទៀងក៏ធ្វើឲ្យទឹកដោះរបស់យើងធ្លាក់ចុះដែរម៉ាក់ពេលខ្លះយើងគិតថាការដែលអត់សូវបូមទុកពេលអាយុវាអាចធ្វើឲ្យយើងនឹងមានទឹកដោះច្រើនហើយចាំបូមម្ដងការគិតបែបហ្នឹងគឺខុសយើងត្រូវបូមឲ្យទៀងមែនតើបូមរៀងរាល់2ម៉ោងម្ដងអានឹងបើសិនជាម៉ាក់អត់សូវមានទឹកដោះណាការបូមទៀងបែបហ្នឹងគឺជួយឲ្យយើងបង្កើនទឹកដោះអញ្ចឹងម៉ាក់ត្រូវបូមឲ្យអស់អញ្ចឹងយើងមិនមែនបូមតែពេលដែលកូនមកទេម៉ាក់ត្រូវតែទៀងម៉ោងគឺដល់ម៉ោងគឺបូមទោះបីជាពេលហ្នឹងកូនកំពុងកេងអីក៏ដោយហើយមួយទៀតគឺអស់កម្លាំងឬក៏ stress អាហ្នឹងគឺធ្វើឲ្យទឹកដោះធ្លាក់ចុះលឿនមែនតើញ៉ាំទឹកតិចពេកឬក៏ញ៉ាំតែពេលល្ងាចសម្រុកយកអាហ្នឹងក៏ញ៉ាំអត់ត្រឹមត្រូវដែរមួយថ្ងៃពេញគឺយើងត្រូវការញ៉ាំទឹកបន្ថែមរហូតម៉ាក់ព្រោះតែយើងបូមទឹកចេញពីខ្លួនយើងនិយាយទៅធ្វើមិនកុំឲ្យខ្លួនយើងហ្នឹងខ្សោះហើយមួយទៀតបើសិនជាម៉ាក់ញ៉ាំតែអាហារក្រៀមអាហ្នឹងក៏ធ្វើឲ្យទឹកដោះយើងធ្លាក់ចុះដែរអញ្ចឹងយើងត្រូវញ៉ាំសម្លឲ្យបានច្រើន